ថ្ងៃនេះនាងខ្ញុំមកចែករំលែកពីរបៀបធ្វើជ្រក់ក្តាមស្រស់បងប្អូនដែលចូលចិត្តញ៉ាំអាច share វីដេអូនេះឲ្យទុកធ្វើញ៉ាំបានព្រោះក្បួនដែលខ្ញុំចែកម្លែកក្នុងថ្ងៃនេះគឺរបៀបធ្វើងាយស្រួលហើយធ្វើឆាប់បានញ៉ាំធ្វើព្រឹកចឹងថ្ងៃត្រង់គឺអាចញ៉ាំបានហើយអត់ចាំបាច់ចំណាយពេលរង់ចាំយូរទេក្តាមនេះគឺខ្ញុំលាងសម្អាតស្អាតរួចរាល់ហើយសម្រស់ទុកចោលមួយសន្ទុះហើយរបៀបហាយក្តាមនិងសម្អាតក្តាមហ្នឹងគឺខ្ញុំធ្លាប់បានចែកម្លែក2 3ដងដែរហើយអញ្ចឹងបងប្អូនដែលតែងតែទស្សនាវីដេអូខ្ញុំប្រកាសជាចេះហើយឥឡូវនេះចូលមកដល់របៀបលាយទឹកត្រីជ្រក់ក្តាមដំបូងនេះគឺយើងចាក់ទឹកត្រីដាក់ប៊ីចេងស្ករសលួចអំបិលមកចាប់ដើម្បីវាចាស់គ្រឿងព្រោះទឹកត្រីវាអត់សូវប្រៃដិតដូចអំបិលទេដាក់រួចហើយគឺខ្ញុំចាប់ដើមច្របាច់ក្រូចឆ្មាក្រូចឆ្មានេះគឺយើងប្រើរៀងច្រើនយកចាស់គ្រឿងប្រៃផ្អែមជូរលាយស្រាលពេកគឺញ៉ាំអត់ត្រូវគ្រឿងទេជាពិសេសនៅពេលដែលយើងដាក់ជាមួយនឹងក្តាមទៅវារៀងសាបវាស្ទើរនេះស្ទើរនោះយើងថែមគ្រឿងច្រើនដងអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងលាយទឹកត្រីនេះគឺយើងដាក់រសជាតិឲ្យដិតឲ្យហើយមកនៅពេលដែលយើងលាយជាមួយនឹងក្តាមទៅគឺវាល្មមឆ្ងាញ់តែម្ដងក្រូចឆ្មានេះគឺខ្ញុំដាក់ច្រើនច្របាច់យកមកជូរខ្លាំងមកព្រោះថានៅពេលដែលយើងដាក់ក្តាមចូលទៅគឺវាអត់សូវជូរប្រហែលទេព្រោះយើងដាក់ចូលទៅវាកាត់ខ្លះហើយបន្ទាប់ពីច្របាច់ក្រូចឆ្មាហើយយើងកូរគ្រឿងស្ករប៊ីចេងអំបិលនឹងឲ្យបានរលាយសព្វនៅក្នុងទឹកត្រីនឹងមកបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមដាក់ម្ទេសក្លុកនេះគឺខ្ញុំប្រើម្ទេសស្រស់ក្លុកលាយជាមួយនឹងខ្ទឹមសយើងជួយចិត្តហឹរខ្លាំងប៉ុណ្ណាដាក់ប៉ុណ្្នឹងទៅខ្ទឹមសក៏ដូចគ្នាដែរគ្រាន់តែដាក់ម្ទេសចូលកូរទៅនិយាយពីថាជះក្លិននឹងឆ្លក់ហ្មងរសជាតិនេះគឺដូចខ្ញុំបញ្ជាក់អញ្ចឹងយើងដាក់ឲ្យចាស់គ្រឿងឲ្យហើយមែនណាហើយក្តាមដែលបានសម្រស់ទឹកមិញហ្នឹងគឺយើងដាក់ក្នុងចានដែកធំមួយបន្ទាប់មកគឺយកទឹកត្រីដែលបានលាយមិញស្រោចពីលើហើយដាក់បន្ថែមជីនិងក្រូចឆ្មាហាន់ប្រទេសស្ដើងដាក់ល្មមទៅបានហើយក្រូចឆ្មាហ្នឹងមិនខ្ញុំដាក់យកម៉ូតទេណាដាក់ញ៉ាំជាមួយនឹងក្តាមពេលវាចូលជាតិជាមួយនឹងទឹកជ្រក់ក្តាមហ្នឹងទៅនិយាយពីថាឆ្ងាញ់អស់ស្ទះហ្មងបើជីវិញគឺខ្ញុំមានជីក្រហមជាមួយនឹងជីរណាឬក៏គេហៅថាជីស្លឹកវែងហ្នឹងណាបើមានជីពងទាកូនអាចបន្ថែមបានកាន់តែឈ្ងុយឆ្ងាញ់ពេលដែលច្បល់សពគ្រឿងឲ្យហើយអាចចូលជ្រក់ក្តាមរបស់យើងហ្នឹងទៅដាក់ក្លាសេទៅក្នុងទូត្រជាក់កន្លះម៉ោងទៅ1 ម៉ោងចោលសិនទៅដើម្បីឲ្យវាកាន់តែត្រជាក់គឺរឹតតែស្រួយឆ្ងាញ់ហ្មងក្តាមហ្នឹងបងប្អូនដែលចូលចិត្តញ៉ាំជ្រក់ក្តាមអាចធ្វើញ៉ាំឲ្យហើយឥឡូវទៅតែបន្តិចទៀតហ្នឹងគឺផុតខែក្តាមខ្លាញ់ល្អញ៉ាំលេងឆ្ងាញ់ហើយព្រោះជ្រក់ក្តាមនេះឆ្ងាញ់នឹងខ្លាញ់ក្តាមហ្នឹងឯងតែទិញមកប៉ះក្តាមអត់មានខ្លាញ់ហ្នឹងលីមិនក៏អត់ឆ្ងាញ់ដែរសម្រាប់ខ្ញុំគឺចូលចិត្តណាស់ឲ្យតែខែក្តាមគឺខ្ញុំអាសាធ្វើញ៉ាំហ្មងព្រលឹមឡើងទៅផ្សារយើងទិញធ្វើពីព្រឹកចឹងទៅដល់ថ្ងៃត្រង់គឺយើងអាចញ៉ាំបានហើយបើបានទុកដល់ល្ងាចទៀតកាន់តែងុំឆ្ងាញ់ញ៉ាំជាមួយនឹងបាយក្តៅក៏ត្រូវបាយកកក៏បានដែរជាពិសេសគឺឆ្កោះខ្លាញ់យកមកប្រឡាក់ជាមួយបាយនិយាយពីថាជាតិនោះជាតិហ្មងវីដេអូជ្រក់ក្តាមរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេអរគុណដែលបានចូលទស្សនាបើមានសំណួរឬចម្ងល់អីបន្ថែមអាច comment នៅខាងក្រោមជួបគ្នានៅវីដេអូក្រោយៗជម្រាបលាបាយបាយ